បងប្អូនប៉ុន្មានថ្ងៃនេះខ្ញុំឃើញច្រើនមែនទែនជាពិសេសបងប្អូននារីនៅក្នុងបណ្ដាញសង្គម TikTok បង្ហោះភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរភ្ជាប់ជាមួយនឹងរូបភាពរបស់ខ្លួនឯងបងប្អូននេះសិតសឹងតែជាបញ្ហាប្រឈមដែលអាចនាំបញ្ហាដល់ខ្លួនដល់បណ្ដឹងខ្លួនមុននឹងចូលបញ្ហាទាំងអស់នេះខ្ញុំសូមបង្ហាញអំពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបងប្អូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺជាឯកសារផ្លូវការមួយដែលមានសារៈសំខាន់បំផុតសម្រាប់បងប្អូនជាពលរដ្ឋខ្មែរគ្រប់រូបទី1ការបញ្ជាក់អត្តសញ្ញាណប្រើសម្រាប់បញ្ជាក់ថាបុគ្គលនោះគឺជាពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរស្របច្បាប់ទី2ការប្រើប្រាស់ជាសាធារណៈប្រើប្រាស់សម្រាប់បំពេញបែបបទរដ្ឋបាលផ្សេងៗដូចជាធ្វើសម្បត្តិអាពាហ៍ពិពាហ៍ផ្ទេរសិទ្ធិយានយន្តឬអចលនទ្រព្យឬក៏សម្រាប់ទទួលសេវានៅក្នុងមន្ទីរពេទ្យឬក៏ស្ថាប័នរដ្ឋមួយចំនួនដែលយើងត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទី3គឺសំខាន់មែនទែននៅពេលដែលយើងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយើងបានចុះឈ្មោះបោះឆ្នោតគឺយើងមានសិទ្ធិបោះឆ្នោតដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះដើម្បីទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទី4ការងារនិងសម្រាប់ការសិក្សាវាមានសារៈសំខាន់មែនទែននៅពេលដែលយើងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋឬក៏ក្រុមហ៊ុនឯកជនគឺយើងតម្រូវឲ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណជាខ្មែរនេះដើម្បីភ្ជាប់ជាឯកសារយោងទី5គឺសុខសុវត្ថិភាពគឺជួយដល់សមត្ថកិច្ចក្នុងការគ្រប់គ្រងនីតិវិធីប្រជាពលរដ្ឋនិងបង្ក្រាបបទល្មើសផ្សេងៗតាមរយៈអត្តសញ្ញាណប័ណ្ណនេះដែរបងប្អូនទី6ក៏ជារឿងសំខាន់មួយដែរបងប្អូននៅពេលដែលយើងទៅរកបើកកុងធនាគារឬក៏យើងទៅកម្ចីប្រាក់ពីធនាគារគឺអត្តសញ្ញាណប័ណ្ណនេះដើរតួសំខាន់ណាស់បងប្អូននៅពេលដែលបងប្អូនបង្ហោះរូបអត្តសញ្ញាណប័ណ្ណរបស់បងប្អូនឬក៏ ID card សញ្ជាតិខ្មែរនេះនៅក្នុងបណ្ដាញសង្គម Facebook Telegram ឬក៏ TikTok ឬក៏បណ្ដាញសង្គមផ្សេងៗបងប្អូននឹងមានហានិភ័យមួយចំនួនដែលបងប្អូនមិនបានដឹងទី1ការលួចយកអត្តសញ្ញាណបងប្អូនចិនខិលខូចនឹងលួចយកព័ត៌មានទៅបង្កើតគណនីនៅក្នុងបណ្ដាញសង្គមដើម្បីក្លែងបន្លំដើរតួជាបងប្អូនហើយអាចឆបោកក្នុងករណីផ្សេងៗទី2បងប្អូនការក្លែងបន្លំផ្នែកហិរញ្ញវត្ថុគឺជាបញ្ហាសំខាន់មែនទែនសម្រាប់បងប្អូននៅពេលដែលបងប្អូនបង្ហោះរូបអត្តសញ្ញាណប័ណ្ណនេះដូចជាគេអាចយកអត្តសញ្ញាណប័ណ្ណបងប្អូនបង្ហោះនេះអាចយកទៅបង្កើតកុងធនាគារឬក៏អាចកម្ចីអនឡាញផ្សេងដែលយើងមិនបានដឹងបងប្អូននឹងខ្លាចទៅជាជនរងគ្រោះទី3ការគម្រាមកំហែងនិងការទារប្រាក់ជនខិលខូចអាចប្រើប្រាស់ព័ត៌មានរបស់បងប្អូនដូចជាអាស័យដ្ឋាននិងថ្ងៃខែឆ្នាំកំណើតដើម្បីគម្រាមកំហែងឬក៏បំភ័យអ្នកដែលស្គាល់បងប្អូនឬក៏ក្រុមគ្រួសារដែលនៅឆ្ងាយពីបងប្អូនដូចជាបងប្អូននិស្សិតដែលអាចមកនៅភ្នំពេញអាចជាជនរងគ្រោះដែរបងប្អូនទី4អត្តសញ្ញាណប័ណ្ណនេះគេអាចយកទៅប្រើប្រាស់ក្នុងអំពើខុសច្បាប់បងប្អូនដូចជាការទិញស៊ីមទូរស័ព្ទដើម្បីបោកប្រាស់ផ្សេងហើយបងប្អូនត្រូវទទួលទោសជំនួសទី5នេះគឺបាត់បង់ភាពអចិន្ត្រៃយ៍បងប្អូននៅពេលដែលបងប្អូនបានបង្ហោះហើយបើទោះបីជាបងប្អូនបានលុបចោលវិញក៏ដោយក៏មិនប្រកាសថាជនខិលខូចទាំងអស់នោះមិនបានរក្សាទុកឬក៏សេវទុកនៅអត្តសញ្ញាណប័ណ្ណរបស់បងប្អូនទាំងអស់គ្នាទេដូចនេះការបង្ហោះអត្តសញ្ញាណប័ណ្ណនៅលើបណ្ដាញសង្គមឬក៏បណ្ដាញ TikTok ឬក៏បណ្ដាញសង្គមផ្សេងៗខ្ញុំគិតថាវាមិនមានផលចំណេញអ្វីសោះឡើយសម្រាប់បងប្អូនប៉ុន្តែវាអាចនាំបញ្ហាជាច្រើនមកលើបងប្អូនវិញវីដេអូនេះខ្ញុំផ្ញើទៅដល់បងប្អូននារីដែលគិតថាការបង្ហោះអត្តសញ្ញាណប័ណ្ណនេះនៅតែបង្ហោះទៅយើងបានចំណេញអីផ្សេងឬក៏បង្ហោះទៅឲ្យយើងលយឬក៏ថាបង្ហោះដើម្បីជា trend លេងទេបងប្អូនសូមពិចារណាឡើងវិញហើយមួយវិញទៀតបងប្អូនសូមកុំបណ្ដោយខ្លួនឲ្យខ្លាចជាជនរងគ្រោះដោយសារតែអត្តសញ្ញាណប័ណ្ណនេះបងប្អូនបើសិនជាវីដេអូរបស់ខ្ញុំមានកំហុសអ្វីឬក៏ប៉ះពាល់អារម្មណ៍របស់អ្នកដែលបានបង្ហោះមួយចំនួនដែលគិតថាមិនទាន់សម័យទាន់ trend អាច comment នៅខាងក្រោមនេះបានបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀត